ប្រសិនបើលោកអ្នកពុះអលឹកហើយឃើញស្នាមប្រេះរបៀបនេះសូមបោះចោលភ្លាមអលឹកគឺជាប្រភេទផ្លែឈើម្យ៉ាងដែលមានជាតិទឹកច្រើននិងមានគុណប្រយោជន៍មហាសាលចំពោះសុខភាពលោកអ្នកអាចបរិភោគអលឹកបាននៅក្នុងស្ថានភាពប្រហែល30អង្សាសេអលឹកគឺជាប្រភេទផ្លែឈើដែលណែនាំឲ្យបរិភោគដោយសារថាវាទំនងជាមានគុណប្រយោជន៍ច្រើននិងជួយសេដ្ឋកិច្ចព្រោះអាចរក្សាទុកបានយូរអង្វែងប៉ុន្តែគ្រប់យ៉ាងមិនល្អទាំងអស់នោះទេវាមានអលឹកមួយចំនួនដែលអាចបំផ្លាញសុខភាពយ៉ាងធ្ងន់ធ្ងរដែលពិបាកនឹងជឿមានពេលវេលាជាច្រើនដែលផ្លែអលឹកអាចធ្វើឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលនេះគឺជារឿងសំខាន់មែនទែនអ្នកបរិភោគត្រូវស្គាល់ពីរបៀបសម្គាល់ផ្លែឈើប្រភេទនេះដូច្នេះនៅពេលដែលអ្នកបានចំណាំពីអ្វីដែលខុសប្លែកនៅក្នុងពេលបរិភោគអលឹកអ្នកអាចជៀសផុតពីជំងឺរាងកាយបានស្នាមប្រេះនៅក្នុងផ្លែអលឹកគឺជាសញ្ញាអាក្រក់ជួនកាលនៅពេលដែលយើងពុះអលឹកហើយយើងបានឃើញអំពីស្នាមប្រេះមួយចំនួនប៉ុន្តែវាបានចាប់អារម្មណ៍ខ្លាំងហើយក៏នៅតែបរិភោគវាគួរតែបញ្ឈប់សកម្មភាពនេះភ្លាមទៅពីព្រោះអ្នកកំពុងតែធ្វើឲ្យរាងកាយត្រូវបាត់បំផ្លាញយ៉ាងធ្ងន់ធ្ងរហេតុផលគឺអលឹកដែលបានប្រេះគឺដោយសារតែសារធាតុដែលគេប្រើដើម្បីឲ្យអលឹកធំលឿននៅក្នុងប្រទេសចិនគីមីប្រភេទនេះត្រូវបានស្គាល់ថា Fochlorpheneron សម្រាប់បង្ខំឲ្យអលឹកធំលឿនបញ្ហាធំបំផុតរបស់គីមីនេះគឺនៅពេលដែលវាបានចូលទៅក្នុងខ្លួនរបស់មនុស្សវាអាចធ្វើឲ្យកើតមហារីកនិងមានបញ្ហាប្រព័ន្ធប្រសាទដែលពិបាកនឹងជាសះស្បើយសូមជៀសវាងបរិភោគអលឹកបើសិនបើអ្នកឃើញស្នាមប្រេះរបៀបនេះចូលចងចាំថាសូមគិតពីសុខភាពដំបូងគេបំផុតអរគុណច្រើននៅក្នុងការទស្សនាកម្មវិធីសុខភាពអ្នកសូមជម្រាបលា